យ៉ាបានពេកបាននៅអោទៀតពេកតែចង់ខាត់ទៀតពេកនៅទៅតាមពេកគឺចង់ជួបទៀតពេកគឺចង់ឃើញមុខពេក say no way បន្ទាប់ពីផឹកកាហ្វេរួចមិនដឹងថាខ្លួនឯងនឹងដើរទៅដល់ណាដល់ណីទេបាទហើយយើងដើរចូលឡើងក៏ឃើញសួនមួយហ្នឹងណាឃើញជនជាតិជប៉ុនគេមកច្រើនដែរដើរចូលទៅកន្លែងចំណតឡាននេះច្រើនដែរអត់ដឹងថាព្រមមានកម្មវិធីអីហ្នឹងណាហើយក៏អស់ចិត្តក៏ដើរចូលទៅមើលគេមើលឯងហ្នឹងណាក៏ឃើញមានអីគេកន្លែងសួនដាំបន្លែដាំអីចឹងណាផ្សេងហើយយើងធ្វើដំណើរទៀតឲ្យព្រោះលឺសលេងយ៉ាងអ៊ូអដែរនៅខាងមុខឥឡូវនេះកាន់តែចិត្តដល់ហើយបាទកន្លែងនេះកន្លែងផ្លូវឡើងចូលខាងលើកន្លែងគេមានកម្មវិធី event អីចឹងណាហើយយើងដើរមកខាងនេះអត់តន់ចូលហើយយើងដើរមើលខាងនេះមានអីខ្លះអញ្ចឹងណាចេះដើរទៅក៏ឃើញកន្លែងសួននេះគឺពិតជាស្អាតមែនទែនមានជនជាតិជប៉ុនខ្លះគេមករំហែនាំកូនចៅមកលេងបោះតង់បោះអីដើរលេងកំសាន្តដឹកឆ្កែដើរលេងអញ្ចឹងណាផ្សេងជនជាតិជប៉ុនមិនអត់ចេះដើរលេងណាចេះដើរលេងដោយខ្មែរយើងដែរហ្នឹងអត់ដឹងថាកម្មវិធីអីទេនេះចេះដើរឡើងដើរមើលគេមើលឯងព្រោះអត់សុខពេកអត់ដឹងទៅណាហើយសម្រាប់ពីការងារនៅផ្ទះតែឯងអត់សុខក៏ចេញក្រៅដើរលេងទៅម្នាក់ឯងអត់មានអ្នកទៅជាមួយអញ្ចឹងណាវាមកជប៉ុនវារៀងឯកាដែរឥឡូវកុំវែងឆ្ងាយឥឡូវចូលសាច់រឿងវិញយើងមកចូលខាងក្នុងអត់ដឹងថាកម្មវិធីទេបាទតាមការមានដល់គ្នាខ្ញុំក៏ដឹងថាកម្មវិធីដែរព្រោះដើរទៅក៏ដល់ទីនេះដែរដើរឆ្ងាយដែរចូល3-4គីឡូដែរហើយដើរម្នាក់ឯងខ្លាចគេចាប់ខ្លាចអីផងតែធ្វើឲ្យយើងខ្លាចហានចេះតែដើរទៅដល់គោលដៅដែលយើងមកចង់សប្បាយចង់អីហ្នឹងណាមានអីព្រោះមកដល់នេះយើងផ្លែកភ្នែកមានឃើញជនជាតិជប៉ុននោះច្រើនសប្បាយមួយគាត់ដែរចឹងណាហើយក៏គេមានតាំងពីពណ៌មានហូបអាហារផ្កាលូកហូហែពេញនឹងពេញទឹកពេញដីនៅកន្លែង event កន្លែងសួនគេហ្នឹងកន្លែងហ្នឹងស្រួលនឹកមែនតើហើយទេសភាពអីកន្លែងនេះមកអែមស្រួលជនជាតិជប៉ុនគេទៅក្នុងហែនៅនឹងច្រើនមកទីនេះប្រហែលជាបាន2ដងហើយតែអត់ដែរដឹងថាថ្ងៃនេះមាន event អីចឹងណាហើយថ្ងៃនេះសនាងដែរទីអស់ចំថ្ងៃគេមាន event ចេះដើរមកជួបកន្លែងនោះដែរទៅហើយក៏ដើរមើលដែរ